បញ្ចប់ជាផ្លូវការបោះបង្គោលប្រមុខដី550បង្គោលក្នុងខេត្តតាកែវសម្រាប់គម្រោងប្រជាហ្វូណនតេជោក្រុមការងារបច្ចេកទេសអន្តរក្រសួងដឹកនាំដោយក្រសួងសាធារណការនិងដឹកជញ្ជូនបានបិទបញ្ចប់បេសកកម្មផ្ទៀងផ្ទាត់និយមការនិងបោះបង្គោលប្រមុខដីតាមបណ្ដោយប្រជាហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តតាកែវរួចរាល់ហើយនាថ្ងៃទី24ខែមិថុនានេះឯកឧត្តមផនរឹមអ្នកដឹកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូនក្រុមការងារអន្តរក្រសួងឲ្យបានដឹងថាក្រុមការងារអន្តរក្រសួងអាជ្ញាធរដែនដីនិងមានការចូលរួមពីប្រជាពលរដ្ឋប្រកបដោយទឹកមុខញញឹមបានចុះពិនិត្យទៀងទាត់និយមការនិងបោះបង្គោលព្រំដីតាមបណ្ដោយប្រជាហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តតាកែវកាលពីថ្ងៃទី3ខែមិថុនាឆ្នាំ2025ដោយចំនួនបង្គោលសរុបត្រូវបានបោះ550បង្គោលក្រៅពីនេះក្រុមការងារបច្ចេកទេសបានយកទិន្នន័យទទួលបានរៀបចំផែនទីលម្អិតសម្រាប់គម្រោងប្រជាហ្វូណនតេជោហើយក្រុមការងារនឹងរៀបចំផែនការសកម្មភាពបន្តសម្រាប់ចុះពិនិត្យទៀងទាត់និយមការនិងបានបោះបង្គោលព្រំដីតាមបណ្ដោយប្រជាហ្វូណនតេជោក្នុងភូមិសាស្ត្រខេត្តកំពតនិងខេត្តកែបនៅក្នុងពេលឆាប់ៗខាងមុខនេះដោយឡែកសម្រាប់កំណត់ទី1ក្នុងភូមិសាស្ត្រខេត្តកណ្ដាលដែលមានប្រវែង21គីឡូម៉ែត្រចាប់ពីព្រែកតាកែវដល់ព្រែកពោក្រុមការងារដោះស្រាយផលប៉ះពាល់នៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបញ្ចប់ការងាររង្វាស់រង្វែងក្បាលដីដែលមានរងផលប៉ះពាល់រួចហើយព្រមទាំងអនុវត្តនីតិវិធីពាក់ព័ន្ធដើម្បីបញ្ចប់ការងារនេះក្នុងពេលដ៏ខ្លីខាងមុខផងដែរជាមួយគ្នានេះបើគ្មានការប្រែប្រួលទេដំណើរការពិនិត្យផ្ទៀងផ្ទាត់និយមការនិងបោះបង្គោលព្រំដីតាមបណ្ដោយប្រជាហ្វូណនតេជោក្រុងនឹងបញ្ចប់នៅបំណាច់ខែកក្កដាឆ្នាំ2025នេះសូមជម្រាបថាគម្រោងប្រជាហ្វូណនតេជោឆ្លងកាត់ខេត្តចំនួន4ក្នុងនោះឆ្លងកាត់ខេត្តកណ្ដាលប្រវែង44គីឡូម៉ែត្រខេត្តកែបប្រវែង60គីឡូម៉ែត្រខេត្តកំពតប្រវែង43គីឡូម៉ែត្រនិងខេត្តកែបប្រវែង17.5គីឡូម៉ែត្រ